3ចំណុចដែលនៅមានអ្នកយល់ច្រឡំតាក់ទងនឹងការធ្វើលំហាត់ប្រាណទី1ហាត់ប្រាណរឹតតែធ្ងន់រឹតតែធ្វើយើងស្រកបានលឿនការពិតទៅនៅពេលដែលអ្នកទាំងអស់គ្នាហាត់ប្រាណធ្ងន់ខ្លាំងពេកវាអាចមានផលធ្វើឲ្យរាងកាយយើង stress ដល់អត់ដឹងខ្លួនជាមូលហេតុមួយដែលធ្វើឲ្យយើងមានបញ្ហាគាំងគីឡូហើយអ្នកខ្លះស្រកអស់ប៉ុន្តែនៅមានខ្លាញ់ដកកន្លែងក្បាលពោះផ្នែកខាងក្រោមគឺវាកើតឡើងមកពីទី1យើងហាត់ប្រាណធ្ងន់ទី2យើងសម្រាកអត់គ្រប់គ្រាន់ទី3យើងញ៉ាំអាហារតិចខ្លាំងពេកទី2គ្រាន់តែហាត់ប្រាណក៏អាចស្រកគីឡូបានក៏ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាហាត់ប្រាណធ្ងន់ប៉ុណ្ណាក៏ដោយតែបើសិនជាយើងអត់មានការគ្រប់គ្រងអាហារទោះបីហាត់ប្រាណធ្ងន់ប៉ុណ្ណាក៏អត់អាចស្រកគីឡូបានដែរគ្រាន់តែថារាងកាយយើងវានឹងរឹងមាំជាងមុនទី3អត់ហ៊ានលើកដុំដែកទេព្រោះអីខ្លាចឡើងសាច់ដុំក៏ប៉ុន្តែមនុស្សស្រីយើងគឺអរម៉ូនវាខុសពីមនុស្សប្រុសអញ្ចឹងហើយនាំតាឡើងសាច់ដុំគឺប្រើពេលយូរខ្លាំងមែនតើទី1ទៅលើការញ៉ាំរបស់យើងថាយើងញ៉ាំដល់អត់ទី2ការលើកគីឡូរបស់យើងថាយើងលើកដល់អត់អញ្ចឹងហើយកុំខ្លាចនៅក្នុងការដែលយើងលើកដុំដែកព្រោះអីការលើកដុំដែកគឺវានឹងជួយធ្វើឲ្យអភិវឌ្ឍសាច់ដុំរបស់យើងធ្វើឲ្យសាច់យើងហាប់ណែនវាបង្កើនសាច់ដុំដែរប៉ុន្តែគឺវាឡើងយឺតខ្លាំងមែនតើអ្នកនរគ្នាអញ្ចឹងហើយកុំខ្លាចនៅក្នុងការលើកដុំដែកហើយសម្រាប់អ្នកដែលកំពុងមានគោលដៅចង់ផ្លាស់ប្ដូររូបរាងឲ្យទាន់ឆ្នាំ2025នេះគឺយើងនៅសល់ពេល2ខែចុងក្រោយអត់ដឹងថាគួរចាប់ផ្ដើមពីចំណុចណាចង់មានគ្រូមើលថែខាងខ្ញុំគឺយើងមានវគ្គផ្លាស់ប្ដូររូបរាងដោយយើងផ្ដោតទៅលើការផ្លាស់ប្ដូរការញ៉ាំ80%ការធ្វើលំហាត់ប្រាណ20%និងមានប្រើអាហារូបត្ថម្ភជាជំនួយអញ្ចឹងសម្រាប់អ្នកដែលចាប់អារម្មណ៍អាចឆាតសួរព័ត៌មានលម្អិតសិនបានយើងមានវិភាគរូបរាងនិងវិភាគការញ៉ាំ free មុននឹងសម្រេចចិត្តចូល program